ញោមផ្កាស្ដៅជាមួយនឹងស្បែកជ្រូកបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានម្ហូបមួយបាទគឺញោមស្ដៅជាមួយនឹងបាទស្បែកជ្រូកបាទញោមស្ដៅជាមួយស្បែកជ្រូកនេះគឺឆ្ងាញ់រសជាតិរបស់វាដោយសារតែស្បែកជ្រូកវាមានសភាពទន់ហើយខ្លាញ់ចឹងពេលដែលយើងយកមកញោមជាមួយនឹងបន្លែបែបនេះគឺបាទវាចាប់ជាតិគ្នាល្អមែនទែនបាទចាស់ពីច្រើនគាត់ចូលចិត្តបាទញោមជាមួយនឹងត្រីរ៉ស់ឬក៏បាទត្រីឆ្អើអញ្ចឹងណាបងប្អូនបាទហើយឥឡូវយើងចូលទៅមើលពីវិធីការធ្វើទាំងអស់គ្នាបាទឥឡូវគាត់ចាប់ដើមចិត្តតសក់បាទចិត្តសបកវាខ្លះហើយយើងទុកខ្លះហើយតសក់នេះយើងសាប់វាឲ្យតូចល្អិតៗណាដើម្បីយើងងាយស្រួលញោមទៅវាចាប់ជាតិគ្នាដោយសារការញោមគឺយើងញោមបន្លែឆៅបាទឥឡូវគាត់ចាប់ដើមបេះជីគ្រប់មុខហើយបាទយើងមានជីនាងវងជីពងទាកូនបាទជីម្លូជីកាមអញ្ចឹងណាបាទហើយសម្រាប់ស្ដៅគឺយើងត្រូវបាទស្រោះទឹកក្តៅបាទសម្រាប់ស្ដៅបើបងប្អូនចង់ចេះញ៉ាំល្វីងអាចស្រោះតាមផ្លែទៅប៉ុន្តែបើសិនជាអ្នកដែលគាត់អត់សូវបាទចេះញ៉ាំល្វីងអាចយើងស្រោះឲ្យយូរហើយយើងលាងទឹកវាទៀតអញ្ចឹងណាបាទហើយយើងមានបាទពេញប៉ោះតូចបាទនេះហៅថាពេញប៉ោះ cherry នេះបើសិនបងប្អូនប្រើពេញប៉ោះធំក៏បានដែរតែដោយសារខ្ញុំចូលចិត្តពេញប៉ោះតូចនេះបាទវាងាយស្រួលអញ្ចឹងណាបាទឥឡូវគាត់បានស្រង់បាទផ្កាស្ដៅហើយបាទឥឡូវគាត់ចិត្តតសក់បាទឲ្យតូចល្អិតដើម្បីយើងងាយស្រួលញោមណាហើយយើងបងប្អូនយើងមានប្រហុកដែរសម្រាប់ប្រហុកយើងច្រាំវាហើយយើងដាក់បាទចំហុយវាណាបាទចំហុយហើយមានអំបិលទុំដែរអំបិលទុំយើងក៏ស្រោះទឹកក្តៅហើយយើងកូរវាយកជាតិជូររបស់វាដែរបាទហើយឥឡូវគាត់បានហាន់ស្បែកជ្រូកហើយបាទស្បែកជ្រូកនេះគឺយើងស្ងោរវាឲ្យផុយបាទឲ្យទន់បែបនេះណាហើយដល់ពេលយើងច្បល់វាចូលគ្នាគឺវាមានសភាពបាទស្អិតចូលគ្នាបាទល្មួតចូលគ្នាតែអញ្ចឹងវាចាប់ជាតិគ្នាល្អបាទហើយឥឡូវយើងមានសណ្តែកដីមានស្ករក្រហមមានស្ករត្នោតយើងហ្នឹងបាទហើយយើងមានបាទប្រហុកបាទឥឡូវយើងចាប់ដើមដាក់គ្រឿងចូលហើយដាក់បន្លែរបស់យើងចូលបាទដើម្បីយើងច្បល់វាចូលគ្នាហើយចាក់ផ្កាស្ដៅចូលបាទហើយយើងដាក់ស្បែកជ្រូកជីគ្រឿងមុខឲ្យចូលទាំងអស់ហើយបាទយើងដាក់គ្រឿងមានសណ្តែកដីបាទសណ្តែកដីបងប្អូនបាទចូលចិត្តដាក់ច្រើនបើសិនចូលចិត្តទេដាក់មួយល្មមអញ្ចឹងហើយយើងចាក់ទឹកប្រហុកចូលបាទប្រហុកដែលយើងច្រាំដាក់ចំហុយហ្នឹងហើយយើងមានដាក់ប៊ីចេងបាទយើងដាក់ស្ករសបាទយើងដាក់ស្ករត្នោតក៏បានស្ករសក៏បានដែរហើយខ្ញុំដាក់ទាំងពីរបើសិនជាបងប្អូនដាក់ប្រហុកច្រើនយើងអត់ចាំបាច់ដាក់ទឹកត្រីបន្ថែមទេបើសិនជាយើងអត់សូវចូលចិត្តប្រហុកយើងដាក់ទឹកត្រីលាយណាបាទដោយសារនេះវាប្រៃបាទចេញពីប្រហុកហើយអញ្ចឹងយើងដាក់តែអំបិលបាទប៊ីចេងហើយជាមួយសណ្តែកដីអីហើយបងប្អូនចូលចិត្តហឹរបាទដាក់ម្ទេសបន្ថែមមកប៉ុន្តែដោយសារគ្រួសារខ្ញុំអត់សូវចូលចិត្តហឹរទេបាទគឺឥឡូវមុខម្ហូបយើងគឺរួចរាល់ហើយបងប្អូនបាទយើងអាចសាកធ្វើបានទាំងអស់គ្នាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានប៉ុណ្្នឹងទេបាទបងប្អូនបាទជួយចុច like មួយម្នាក់បាទដើម្បីគាំទ្រ